សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអំពីរបៀបទាញយកកម្មវិធីដែលបងប្អូនបានដំឡើងហើយមិនថាពីក្នុង Play Store ឬក៏ក្នុង Gbox ទេប៉ុន្តែ Play Store មិញគឺយើង download ចេញមកពីក្នុង Gbox ទេជា download ចេញពីណាក៏ដោយប៉ុន្តែវាអត់ទាន់បានបង្ហាញនៅលើផ្ទៃ home screen ប្រៀបធៀបដូចជាខ្មែរ24ឬក៏ YouTube នេះវាអត់ទាន់បាន load នៅលើ home screen តែយើងទាញមកក៏វាអត់ចេញ ឥឡូវខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអំពីរបៀបទាញយកមកដាក់លើ home screen ដើម្បីងាយស្រួលចុចអញ្ចឹងងាយស្រួលយើងប្រើប្រាស់បាទមុនដំបូងឥឡូវខ្ញុំនឹងធ្វើការសារដំឡើងTelegram មួយបាទខ្ញុំចុច install នេះខ្ញុំចូលក្នុង Play Store ដែលបានដំឡើងពី Gbox ហ្នឹងឥឡូវខ្ញុំ install ហើយចាំមើលពង install ចាំមើលដល់ពេលវាពេញ ក៏វាអត់ទាន់បាន load នេះពេញបងប្អូនអត់ទាន់ load នៅលើ home screen ដែរអត់ទាន់ load ចេះដូចជា YouTube ឬក៏ខ្មែរ24អញ្ចឹងទេនេះជាងអូមើលអត់មានទេបងប្អូននេះអានេះខ្ញុំឡើងពីធ្វើរបៀបអំពីដំឡើងហ្នឹងចេញពី Huawei វាដោយសារ Huawei គឺគេបិទ Google Service ចឹងពាក់ព័ន្ធនឹង Google គឺវាអត់ដំណើរការអញ្ចឹងយើងអាចទាញខាងក្រៅបាទឥឡូវខ្ញុំ download Telegram ហើយប៉ុន្តែអត់ load នៅលើ home screen ទេឥឡូវដើម្បីដំឡើងវាទាញវាចេញមកលើ home screen បងប្អូនចូលកន្លែង Gbox មកបងប្អូនចូល Gbox បងប្អូនឃើញ Telegram នេះឃើញកម្មវិធី Telegram បងប្អូនចកត់នៅលើ Telegram ហ្នឹងមកវានឹងបង្ហាញពាក្យនេះបងប្អូនមកជួរនេះគឺមកជួរហ្នឹងយើងចុចយកខាងលើបងប្អូន create shortcut ហ្នឹងចុចខាងលើប៉ុន្តែបើសិនជាវាអត់ load ឲ្យបានដូចថាបង្កើតបានទេវានឹង load ដូចអក្សរច្រើនមិញហ្នឹងបងប្អូនអក្សរមកផ្ទាំងហ្នឹងមានន័យថាវាអត់អនុញ្ញាតបាទបើសិនជា load ចឹងមានន័យថាវាអត់ចូលនៅក្នុង home screen ទេអត់ទាន់បានចូលទេគឺឆាយវាអត់មានទេអញ្ចឹងជំហានបន្ទាប់បងប្អូនចូលកន្លែង setting នេះកន្លែង console setting ហើយបន្តទៀតបងប្អូនចុចចូលកន្លែងគេដាក់ app and service ខ្ញុំលើករៀងញ័រតិចបងប្អូនពីណារៀងកើអញ្ចឹងបងប្អូនរំខានកន្លែង app and service នេះបងប្អូនចុចចូលមកហើយបន្តទៀតបងប្អូននឹងឃើញគេដាក់នេះកន្លែង cloud នេះ permission manager នេះបងប្អូន permission manager បងប្អូនចុចចូលក្នុងហ្នឹងមកហើយបន្តទៀតបងប្អូនប៉ះលើខាង app នេះខាង app បងប្អូនអូសចុះមកក្រោមអូសនេះមកក្រោមមកបងប្អូនឃើញពាក្យ Gbox បងប្អូនចុចចូលកន្លែង Gbox បន្តទៀតបងប្អូនអូសចុះមកក្រោមដើម្បីស្វែងរកនេះដែលគេដាក់បងប្អូននេះ short create home screen shortcut នេះកន្លែងនេះបងប្អូនចុចចូលមកបងប្អូនឃើញកន្លង2នេះដោយសារអត់ទាន់មានការអនុញ្ញាតបងប្អូនចុចចូលខាងលើមកគេ download ហ្នឹងខាងលើឲ្យថតបងប្អូនថយមកក្រោយវិញបាទថយមកក្រោយហើយយើងស្វែងរកហើយបងប្អូនចុចកន្លែង Gbox ម្ដងទៀតបងប្អូនចកត់ដូចជាងធ្វើមិញហ្នឹងចកត់លើកម្មវិធីណាមួយដែលបងប្អូនចង់ដំឡើងទាញវានៅលើដាក់មកលើ home screen បាទដើម្បីងាយស្រួលប្រើហើយចុចលើ create shortcut នេះគេដាក់ Telegram shortcut create មិញហ្នឹងហើយយើងចុចមកក្រៅវិញមកនេះបងប្អូនកម្មវិធី Telegram បានដំឡើងហើយបានទាញយកមកដាក់លើផ្ទៃ home screen បាទជាពាក់ព័ន្ធជាមួយវីដេអូមួយនេះគឺមានតែប៉ុណ្ណឹងទេបងប្អូនហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនមានចម្ងល់ពាក់ព័ន្ធជាមួយនឹងបញ្ហាផ្សេងៗពាក់ព័ន្ធទូរស័ព្ទដូចជាការដំឡើង Gbox ឬក៏កម្មវិធីផ្សេងទៀតបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះខ្ញុំនឹងជួយស្វែងរកចម្លើយដើម្បីជួយដល់បងប្អូនដើម្បីដោះស្រាយជូនបញ្ហាដល់បងប្អូនអ្វីដែលខ្ញុំបានចេះខ្ញុំនឹងចែករំលែកដល់បងប្អូនបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលា